នៅពេលដែលយើងចល័តបែបហ្នឹងហើយយើងនាំកូនទៅជាមួយដោយឲ្យកូនអវត្តមានក្នុងការសិក្សារៀនសូត្របែបនេះគឺយើងកំពុងតែបង្កើតទម្លាប់មួយមិនល្អសម្រាប់កូនរបស់យើងគឺប៉ះពាល់ខ្លាំងណាស់ទៅលើការសិក្សារបស់កូនរបស់យើងបាទជំរាបសួរប្រិយមិត្តទាំងអស់ជាទីរាប់អានថ្ងៃនេះខ្ញុំបានសំណួរមួយទៀតពីមេដាបេដាលោកបានសួរថានៅពេលដែលដោយសារតែលោកមានការងារបានន័យថាចល័តការងារដែលចុះខេតចុះអីញឹកញាប់ហើយអត់ត្រូវតែតម្រូវឲ្យយកកូនទៅជាមួយគាត់នៅពេលដែលគាត់ធ្វើចល័តដូច្នេះកូនគាត់គឺថាអវត្តមានពីសាលាញឹកញាប់ថាតើរបៀបដែលគាត់ធ្វើហ្នឹងថាតើអាចប៉ះពាល់ដល់ការសិក្សារបស់កូនដែរឬទេចម្លើយខ្លីហើយច្បាស់នេះគឺជាអិរិយាបថមួយរបស់ឪពុកម្ដាយដែលមិនល្អទេបាទណាគឺមិនល្អទាល់តែសោះមានន័យថាយើងជាឪពុកម្ដាយនៅពេលដែលយើងចល័តបែបហ្នឹងហើយយើងនាំកូនទៅជាមួយដោយឲ្យកូនអវត្តមានក្នុងការសិក្សារៀនសូត្របែបនេះគឺយើងកំពុងតែបង្កើតនៅទម្លាប់មួយអវិជ្ជមានទម្លាប់មួយមិនល្អសម្រាប់កូនរបស់យើងគឺប៉ះពាល់ខ្លាំងណាស់គឺប៉ះពាល់ខ្លាំងមែនទែនទៅលើការសិក្សារបស់កូនរបស់យើងបានន័យថាដែលឪពុកម្ដាយទាំងអស់មិនគួរប្រើឬជ្រើសរើសវិធីសាស្ត្រនេះទេបាទណាបាទទី1ខ្ញុំចង់ជំរាបជូនថាឲ្យបងប្អូនមេដាបេដាទាំងអស់យល់ថាការសិក្សារបស់កូនយើងគឺជារឿងភាគមានន័យថាកូនរបស់យើងត្រូវមើលភាគ1បានចប់បានទៅមើលភាគ2មើលភាគ2ចប់បានទៅមើលភាគ3ប៉ុន្តែយើងបានផ្ដាច់ភាគរបស់គាត់ដូច្នេះកាលណាផ្ដាច់ភាគរបស់គាត់មានន័យថាផ្ដាច់ទី1គឺផ្ដាច់ការយល់ដឹងរបស់គាត់អាចយល់ដឹងបានទេពេលដែលគាត់ត្រឡប់មកវិញគាត់មកចូលសាលាវិញគឺរឿងភាគហ្នឹងទៅហួសបាត់ភាគទី1ក៏អត់បានមើលក៏អត់បានយល់គាត់មិនអាចទៅយល់ភាគទី2ភាគទី3បានទេបាទនេះគឺជារឿងមួយដែលសំខាន់បំផុតអញ្ចឹងយើងបានធ្វើឲ្យកូនយើងលែងចង់រៀនហេតុអីបានកូនយើងលែងចង់រៀនដោយសារតែគាត់អត់ជក់រៀនអញ្ចឹងដោយសារតែគាត់អត់ជក់រៀនហ្នឹងវាធ្វើឲ្យគាត់បាត់បង់ការចង់មកវិញយ៉ាងអាចង់នេះមុនដំបូងអញ្ចឹងបានពេលដែលកូនយើងចង់រៀនសាលានីមួយធ្វើឲ្យកូនយើងជក់រៀនហើយនេះបានធ្វើឲ្យកូនជក់រៀនដោយគេបង្កើតនៅកម្មវិធីសិក្សាដែលមានភាគរបស់វាដើម្បីឲ្យកូនយើងជក់ក៏ប៉ុន្តែនៅពេលដែលយើងផ្ដាច់កូនយើងអញ្ចឹងវាធ្វើឲ្យកូនយើងមិនលែងជក់ហើយកាលណាកូនយើងលែងជក់ធ្វើឲ្យកូនយើងលែងចង់ហ្នឹងទី1គឺប៉ះពាល់ខ្លាំងណាស់ទៅដល់ការសិក្សារបស់កូនទី2ប៉ះពាល់ប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់កូនពីព្រោះកូននៅពេលដែលកូនធ្លាប់ទៅរៀនរាល់ថ្ងៃហើយកូនត្រូវអវត្តមានញឹកញាប់កូននឹងមានកូនមានការខ្មាស់គេបើណាខ្មាស់មិត្តភ័ក្តិដែលរៀនក្នុងថ្នាក់អាចខ្មាស់គ្រូអាចខ្មាស់អញ្ចឹងអាភាពខ្មាស់អៀនរបស់កូនហ្នឹងវាធ្វើឲ្យផ្លូវចិត្តរបស់កូនហ្នឹងទៅជាខ្លាចមិត្តភ័ក្តិខ្លាចគ្រូខ្លាចសាលាទៅទៀតបាទហ្នឹងគឺប៉ះពាល់ផ្លូវចិត្តខ្លាំងណាស់បាទណាហើយទី3គឺប៉ះពាល់ទៅដល់ទៅដល់ការអភិវឌ្ឍនៅការប្រស្រ័យទាក់ទងនៅក្នុងសង្គមឬក៏សហគមន៍ព្រោះសាលាគេមានគេមានកម្មវិធីសិក្សានៅក្នុងថ្នាក់និងគេមានកម្មវិធីសិក្សានៅក្រៅថ្នាក់ដើម្បីបង្កើននៅការប្រស្រ័យទាក់ទងនៅក្នុងសង្គមដើម្បីឲ្យកូនយើងចេះបង្កើតនៅអិរិយាបថវិជ្ជមានចំពោះសង្គមអញ្ចឹងដោយសារតែគាត់ឈប់ញឹកញាប់ពេកគាត់ខានអាហ្នឹងទៀតអញ្ចឹងអាការប្រស្រ័យតាក់ទងនៅក្នុងសង្គមហ្នឹងត្រូវបានបាត់បង់ទៅទៀតអញ្ចឹងមេដាបេដាទាំងអស់ត្រូវយល់ថាកូនយើងកើតម្កម្នាក់កូនយើងមកជាមួយនៅមកជាមួយនៅប្រាជ្ញាមកជាមួយនៅចិត្តហើយមកជាមួយនឹងទេពកោសល្យដែលសាលានិងមេដាបេដាត្រូវអភិវឌ្ឍប្រាជ្ញារបស់កូនអភិវឌ្ឍចិត្តរបស់កូននិងអភិវឌ្ឍទេពកោសល្យរបស់កូនហើយការដែលយើងឲ្យកូនឈប់បែបហ្នឹងមានន័យថាប៉ះពាល់ខ្លាំងដល់3ហ្នឹងដែលខ្ញុំបានរៀបរាប់មិញប៉ះពាល់ប្រាជ្ញាហ្នឹងគឺប៉ះពាល់ទៅលើការសិក្សាប៉ះពាល់ទៅលើផ្លូវចិត្តគឺអភិវឌ្ឍផ្លូវចិត្ត
និងការប៉ះពាល់ទៅលើទេពកោសលគឺការអភិវឌ្ឍការប្រស្រ័យទាក់ទងនៅក្នុងសង្គមអញ្ចឹងសរុបមកវិញខ្ញុំថាមេដាបេដាទាំងអស់ខ្ញុំយល់ពីស្ថានភាពប្រហែលជាមេដាបេដាក៏អត់មានអ្នកណានៅផ្ទះមើលកូនហើយគាត់ត្រូវចាក់ឡាត់ការងាររបស់គាត់ខ្ញុំថាមេដាបេដាគួរពិចារណាឡើងវិញថាតើនៅពេលដែលយើងចាក់ឡាត់តើយើងអាចយកកូនយើងទៅផ្ញើអ្នកណាឬក៏ឲ្យអ្នកណាជួយមកយកកូនដាក់សាលានិងជួយមកយកកូនទៅសាលាវិញទៅតាមលទ្ធភាពដែលអាចយើងធ្វើបានហើយគាត់ថាបើសិនជាបងប្អូនធ្វើមិនបានមានន័យថាបងប្អូនត្រូវដឹងថាប៉ះពាល់ខ្លាំងណាស់ទៅដល់កូនរបស់យើងហើយខ្ញុំប្រើពាក្យមួយថាមិនត្រូវធ្វើមិនមែនមិនគួរធ្វើទេមិនត្រូវធ្វើបែបហ្នឹងតតែសោះបាទសូមអរគុណ